ខ្ញុំនឹងទុកវាចោលនៅត្រឹមនោះសម្រាប់រយៈពេលមួយទេខ្ញុំនឹងយកនារីនោះទៅជាមួយខ្ញុំមិនមែនជារឿងរបស់អ្នកទេប្រសិនបើ Feng យើងត្រូវតែគ្រប់គ្រងវាមិនថាយើងធ្វើវាអត់នោះទេពិធីមង្គលការមិនអាចជារឿងអាម៉ាស់ខ្លាំងពេកទេវានឹងធ្វើឲ្យអ្នកបាត់បង់មុខមាត់វាមិនមែនជារឿងធំដុំទេប្រសិនបើវាជាលើកចុងក្រោយនេះមានរឿងអ្វីកើតឡើងនៅទីនេះក្រោបឡើងលោកមេភូមិខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំធ្លាប់ជាខ្មោចដោយសារតែលោកខ្លួនធ្វើឲ្យងឹតភ្នែកគេមិនគួរឆ្លៀតឱកាសពីជាមូលអ្នកមិនគួរប្រឆាំងនឹងគាត់ទេនៅពេលនិយាយអំពីរបស់ថោកខ្ញុំពិតជាខកចិត្តណាស់ប្រសិនបើខ្ញុំដឹងថារឿងនេះនឹងកើតឡើងខ្ញុំនឹងមិនធ្វើវាតាំងពីដំបូងឡើយមកមិនមានបំណងអ្នកគឺជាប្រភេទមនុស្សដែលធ្វើអ្វីរៀងរាល់3ថ្ងៃម្ដងទៅនេសាទហើយបង្កបញ្ហាភូមិចៃហាន់ហ្គេងបែនឡាធីវ៉ាងសូមអង្វរផងសូមជួយខ្ញុំផងលើកចុងក្រោយនេះអ្នកបានផ្ដល់ឲ្យឆែវកុំទូរស័ព្ទមកប្រាប់ខ្ញុំអីខ្ញុំនឹងអង្វរជំនួសអ្នកជាលើកចុងក្រោយខ្ញុំនឹងជប់នៅពេលដែលខ្ញុំបានឲ្យគ្រប់គ្រាន់សម្រាប់តម្លៃមានរបស់បាននៅក្នុងសាររបស់គាត់ខ្ញុំនឹងមិនប៉ះគាត់ទេប្រសិនបើគាត់អ្នកមិនយល់ព្រមទេអាពីពីរបស់បងប្រុសគ្រួសារខ្ញុំក៏បែកបាក់ដែរខ្ញុំពិតជាបែកបាក់មែនខ្ញុំមិនអាចបន្តរស់នៅបានទេមិនអីទេឈប់ទៅខ្ញុំបានប៉ះរឿងនេះទាំងយំទាំងស្រែកខ្ញុំនឹងវាអ្នកយល់ព្រមប៉ុន្តែសូមឲ្យច្បាស់ខ្ញុំនឹងបញ្ជូនវាទៅអ្នកប្រសិនបើខ្ញុំប្រាប់អ្នកជាមុនថាតើគាត់នឹងចុះចាញ់ឬអត់តើអ្នកគិតយ៉ាងណាដែរគាត់បាននិយាយថាអ្វីទាំងអស់អាស្រ័យលើគាត់ហើយខ្ញុំមិនមានសិទ្ធិនិយាយអ្វីតែលុយក៏មិនអាចធានាបានដែរអរគុណលោកមេភូមិសូមទូរស័ព្ទមកឥឡូវនេះនៅដំណាក់កាលដំបូងយើងបានកំណត់វាទៅរៀងរាល់ថ្ងៃសុក្រតម្លៃ100ជីន50គីឡូក្រាមនឹងកើនឡើង30%ទៅដល់ផលិតស្កររបស់ Cheng Nai តើអ្នកអាចញ៉ាំហើយស្នាក់នៅបានទេគ្មានបញ្ហាទេបាច់ដំបូងការផលិតស្ករគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងដល់ការពង្រីកជាបន្តសូមអភ័យទោសលីនតើខ្ញុំអាចបន្ថែមស្ករបន្ថែមទៀតបានទេខ្ញុំបានលើកទូរស័ព្ទនៅក្នុងភូមិធំមានរឿងអ្វីនឹងលោកមេភូមិចេនម៉ូមីងវ៉ាងរបស់ឯងនៅជាមួយខ្ញុំនាងយំអស់រយៈពេលយូរហើយបន្ទាប់មកនិយាយថានាងដឹងថានាងខុសនាងប្រញាប់ប្រញាល់បន្ថែមបរិយាកាសបុណ្យសម្រាប់ពិធីមង្គលការរបស់ខ្ញុំចង់សូមឲ្យអ្នកបន្ធូរបន្ថយហើយអនុញ្ញាតឲ្យខ្ញុំនាងបានព្យាយាមនេសាទជាលើកចុងក្រោយដែលត្រូវបានចាត់ទុកថាជារឿងល្អដោយផ្អែកលើការផ្គូផ្គង Shengkhan សេចក្តីស្រឡាញ់យូរអង្វែងបានអស់ទៅហើយនាងបានលួចនេសាទវាយកទៅលក់នៅក្នុងទីក្រុងវាមិនមែនគ្រាន់តែម្ដងឬពីរដងទេវាបានបើកនៅថ្ងៃនេះថ្ងៃស្អែកនឹងមាននរណាម្នាក់ដើរតាមកន្លងនេះប្រសិនបើអ្នកព្យាយាមរៀនពីរបៀបធ្វើស្ករគ្រាប់នេះកុំគិតអំពីវាខ្ញុំបានចាក់សោអញ្ចឹងថែងប្រភេទស្ករគ្រាប់មួយប្រភេទទាំងអស់សោទាំងអស់នៅលើខ្ញុំអ្នកមិនអាចត្រឡប់ទៅរដ្ឋធានីវិញបានទេប្រាប់នាងថារឿងនេះមិនអាចចរចាបានទេចប់ហើយចប់សពគ្រប់ហើយអ្នកបានដោះស្រាយបញ្ហាដ៏លំបាកនេះបានយ៉ាងល្អវាពិតជាពិបាកណាស់ក្នុងការមិនសម្រេចចិត្តបែបនេះលោកលីនកំពុងនិយាយលេងសើចនៅពេលដែលម៉ាត្រីសបែកវានឹងកាត់ឡើងរាប់មិនអស់ការមានចិត្តទន់ភ្លន់នឹងនាំទៅរកការខាត់បងនៅទីបំផុតខ្ញុំនិយាយត្រូវខ្ញុំនឹងយកវាទៅដោយស្រាលវាក៏សំខាន់ផងដែរក្នុងការរក្សាបាននៅគោលដៅរួមជាការពិតណាស់អ្វីដែលខ្ញុំកោតសរសើរបំផុតអំពីអ្នកគឺវាគ្រាន់តែថាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំត្រូវបានដោះស្រាយរួចរាល់ហើយលោកឆេនសូមបន្តការពិភាក្សារបស់យើងស្ត្រីម្នាក់នេះពិតជាពូកែខាងរឿងធ្ងន់ធ្ងរមែនពេលពួកគេបញ្ចប់កិច្ចការរបស់ពួកគេហើយពួកគេក៏ចាក់ចេញទៅពួកគេមិនយល់ស្របទេដោយនិយាយថាមិនមានកន្លែងសម្រាប់ការពិភាក្សាអំពីកូនសោនោះទេនាងបានដឹកមនុស្សទៅជាមួយនាងនៅក្នុងខេត្តទោះបីជាក្រុងបានដឹងរឿងនេះក៏ដោយក៏វាមិនអាចបើកបានដែរអ្នកនឹងស្លាប់នៅទីនេះខ្ញុំគិតថាខ្ញុំយល់ហើយឥឡូវនេះអ្នកនឹងឆេនបានសហការគ្នាអស់រយៈពេលយូរមកហើយមិនអីទេតែអ្នកកំពុងនិយាយអ្វីមិនសមហេតុផលតើអ្នកទាំងអស់គ្នាបានខុបខិតជាមួយនាងនៅពេលណាអ្នកភូមិទាំងអស់បានមកវិនិច្ឆ័យមេភូមិបានទទួលយកការពេញចិត្តរបស់ចេនមនុស្សពីរនាក់បានប្រមូលផ្ដុំគ្នាហើយធ្វើបាបខ្ញុំនេះពិតជាហួសហេតុពេកហើយកម្មមករកអោសម្នាក់នេះឈ្មោះចេនចុះបានឡើងដល់កម្ពស់នៃរាជធានីខេត្តបន្ទាប់មកសាខានោះបានខ្លាចជាមនុស្សខុសខើហើយបានបដិសេធអ្នកសារបំខ្លួនទាំងបានជួយគាត់បង្ក្រាបវាទៀតផងខ្ញុំចិត្តនាងមិនបាននិយាយអ្វីល្អដាក់ខ្លួនឯងទេនេះស្ទើរតែធ្វើឲ្យខ្ញុំស្លាប់ហើយខ្ញុំបានទទួលស្គាល់គាត់ដោយបន្ទាបខ្លួនគាត់បានសុំការអនុគ្រោះដោយខុសម្ដងហើយគាត់បានបង់តែពាក់កណ្ដាលប៉ុណ្ណោះពួកគេមិនបានអាណិតអាសូរខ្ញុំសំបីតែបន្តិចគាត់បានសុំទោសនិងអង្វរដោយសម្លេងរៀបទៀបគាត់នឹងបង្ហាញការអត់អន់ម្ដងហើយគាត់នឹងផ្ដល់ការអនុគ្រោះពាក់កណ្ដាលខ្ញុំចង់ទុកឲ្យវាលួយជាងបន្សល់ទុកស្លាកស្នាមអ្វីទោះបីជាវាមានក្លិនស្អុយនៅក្នុងសាលធំក៏ដោយក៏វាមិនគាត់បានជួយអ្នកភូមិដូចគាត់ពួកគេចង់បំផ្លាញពិធីមង្គលការរបស់បងប្រុសខ្ញុំតើអ្នកចង់ឲ្យត្រកូលគ្រួសារវងរបស់យើងបញ្ចប់ទេ